យោងតាមរបាយការណ៍ស្រាវជ្រាវរបស់វិទ្យាស្ថានវិភាគសេដ្ឋកិច្ចថាមពលនិងហិរញ្ញវត្ថុហៅកាត់ថា IEEFA បង្ហាញថាថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជាពេលនេះបានឈានដល់ជិត1កណ្ដុតសញ្ញា5 GW ដែលមានលើសពីគោលដៅផ្លូវការកំណត់ដំបូងសម្រាប់រយៈពេល5ឆ្នាំចាប់ពីឆ្នាំ2030ដល់ឆ្នាំ2035មានកត្តាជាច្រើនដែលធ្វើឲ្យវិស័យអគ្គិសនីរបស់កម្ពុជាប្រែប្រួលយ៉ាងឆាប់រហ័សរួមទាំងគម្រោងប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យខ្នាតធំបានរីកចម្រើនលឿនជាងការរំពឹងទុកថាមពលពន្លឺព្រះអាទិត្យបច្ចុប្បន្នបានរួមចំណែកច្រើនជាង 10% នៃការផលិតអគ្គិសនីសរុបរបស់ប្រទេសកម្ពុជាការកើនឡើងគួរឲ្យកត់សម្គាល់នៃការនាំចូលបន្ទះថាមពលពន្លឺព្រះអាទិត្យពីប្រទេសចិនបានជួយកាត់បន្ថយការចំណាយលើឧបករណ៍ខណៈដែលរដ្ឋាភិបាលបានសម្រេចកាត់បន្ថយពន្ធនាំចូលលើបច្ចេកវិទ្យាថាមពលក៏កាត់ឡើងវិញដល់កម្រិត0ការនេះបានធ្វើឲ្យគម្រោងថាមពលពន្លឺព្រះអាទិត្យកាន់តែមានតម្លៃសមរម្យនិងទាក់ទាញសម្រាប់អ្នកវិនិយោគបើទោះបីជាកម្ពុជាជោគជ័យធំលើគម្រោងថាមពលពន្លឺព្រះអាទិត្យក៏ប៉ុន្តែការតម្លើងថាមពលពន្លឺព្រះអាទិត្យនៅលើដំបូលជួបបញ្ហាប្រឈមដោយរដ្ឋាភិបាលកម្ពុជានៅតែរក្សាកម្រិតតឹងរឹងលើការដាក់ពង្រាយថាមពលពន្លឺព្រះអាទិត្យនៅលើដំបូលដោយបារម្ភអំពីស្ថិរភាពបណ្ដាអគ្គិសនីនិងផលប៉ះពាល់ហិរញ្ញវត្ថុកម្ពុជាបានកំណត់កូតានៃការដាក់ពង្រាយប្រចាំឆ្នាំត្រឹមតែ30មេហ្គាវ៉ាត់តែប៉ុណ្ណោះកម្ពុជាបានបញ្ញាចិត្តនៅក្នុងការបង្កើនប្រភពថាមពលកកើតឡើងវិញឲ្យបាន70% ទៅ 80% នៅឆ្នាំ2030ដើម្បីដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុការពារបរិស្ថាននិងយកថាមពលបៃតងនៅក្នុងការទាក់ទាញការវិនិយោគពីក្រៅប្រទេសមកបង្កើតការងារឲ្យពលរដ្ឋខ្មែរ